ចំពោះសមាជិកគ្រួសារគ្រប់រូបតែងតែចង់បានទស្សនៈនៅលំហែមែនអត់ថ្ងៃនេះអ្នកខ្ញុំនឹងបង្ហាញអំពីប្រភេទផ្ទះវីឡាអ៊ំអនេះគឺជាប្រភេទផ្ទះវីឡាតូចអ៊ំអដែលជាម៉ូដផ្ទះវីឡាតូចដាច់ដោយឡែកដែលផ្ទះនេះធ្វើការសង់លើទំហំដី20ម៉ែត្រគុណនឹង22ម៉ែត្រជាមួយនឹងទំហំផ្ទះ7ម៉ែត្រគុណនឹង13ម៉ែត្រដែលមានការរៀបចំជាមួយនឹងកញ្ចក់យ៉ាងស្រស់ស្អាតមួយនៅផ្នែកខាងនេះវិញគឺមានជាមួយនឹងអាងហែលទឹកដែលដូចទៅនឹងសន្តាគារលំដាប់កាយ5តែម្ដងនិងនៅផ្នែកខាងនោះមានជាមួយនឹងការិយាល័យផ្ទាល់ខ្លួនមួយឥឡូវនេះទៅមើលជាមួយនឹងការិយាល័យសម្រាប់ផ្នែកខាងក្នុងគឺមានការរៀបចំជាមួយនឹងសាឡុងអង្គុយលេងយ៉ាងស្រស់ស្អាតជាពិសេសមានជាមួយនឹងតុកៅអីមួយយ៉ាងស្រស់ស្អាតនៅកន្លែងនេះផងដែរងាកមកខាងនេះវិញយើងក៏មានជាមួយនឹងកៅអី2យ៉ាងស្រស់ស្អាតទៀតផងចំពោះផ្នែកខាងក្រៅផ្ទះគឺស្រស់ស្អាតបែបនេះហើយចូលតម្រុំតែផ្នែកខាងក្នុងឥឡូវនេះទៅមើលជាមួយនឹងទិដ្ឋភាពនៅខាងក្នុងផ្ទះទាំងអស់គ្នាចាអតិថិជនសម្រាប់ផ្ទះវីឡាអ៊ំអនេះក៏យើងមានជាមួយនឹងបរិវេណចំណតឡានគឺមានលក្ខណៈធំទូលាយខ្លាំងមែនទែនងាយស្រួលក្នុងការចតឡានឬក៏រៀបចំជាកម្មវិធីផាតធីផ្សេងៗក៏បានដែរឥឡូវនេះទៅមើលជាមួយនឹងផ្នែកខាងក្នុងផ្ទះចូលមកកាន់ផ្នែកខាងក្នុងផ្ទះដំបូងគេគឺយើងមានជាមួយនឹងបន្ទប់ទទួលភ្ញៀវដែលកំពុងតែរង់ចាំទទួលជាមួយនឹងម្ចាស់ផ្ទះក៏ដូចជាភ្ញៀវដែលគាត់មកលេងនៅខាងក្នុងនេះផងដែរចានៅផ្នែកខាងក្រោយនេះគឺយើងមានការរៀបចំជាមួយនឹងដេកូគឺថាស្រស់ស្អាតខ្លាំងមែនទែនសម្រាប់ផ្ទះវីឡាអ៊ំអនេះគឺស្រស់ស្អាតមែនទែនយើងមានជាមួយនឹងបង្អួចយ៉ាងច្រើនគឺអនុញ្ញាតឲ្យពន្លឺគឺចេញចូលបានយ៉ាងគ្រប់គ្រាន់ផ្នែកខាងក្នុងយើងមានការរៀបចំជាមួយនឹងបន្ទប់ទឹកមួយសម្រាប់ទទួលជាមួយនឹងភ្ញៀវហើយផ្នែកច្រើនេះគឺយើងមានការរៀបចំជាមួយនឹងកន្លែងស្តុបអីបានផងដែរតើមើលជាមួយនឹងផ្នែកផ្ទះបាយចំពោះផ្នែកផ្ទះបាយនេះគឺថាស្រស់ស្អាតមែនទែនមានជាមួយនឹងមីនីបាមួយនៅផ្នែកខាងក្រោយក៏មានជាមួយនឹងទូដេកូមានថតច្រើននិយាយទៅសម្រាប់ផ្ទះនេះអតិថិជនទិញទៅគឺអត់ខកបំណងទេបានផ្ទះបាយស្អាតបន្ទប់ទទួលភ្ញៀវក៏ធំទូលាយផងដែរសម្រាប់នៅកន្លែងនេះវិញគឺយើងមានជាមួយនឹងតុញ៉ាំបាយលក្ខណៈធំទូលាយស្អាតខ្លាំងមែនទែនឥឡូវនេះយើងទៅមើលជាមួយនឹងផ្នែកខាងក្រោយសម្រាប់ផ្នែកខាងក្រោយនេះយើងក៏មានការរៀបចំជាមួយបន្ទប់ទឹកមួយផងដែរខាងក្រោយនេះឃើញខ្ញុំដើរមកខ្ញុំនឹងបង្ហាញជាមួយនឹងបន្ទប់កេងមួយនៅជាន់ខាងក្រោមតែម្ដងចាបន្ទប់កេងនេះមានបន្ទប់ទឹកមួយនៅខាងក្នុងនឹងដែរបងចាបន្ទប់ទឹកទលាយខ្លាំងមែនទែនចូលទៅមើលនៅផ្នែកជាន់ខាងលើវិញម្ដងចាចដើកេគឺស្រស់ស្អាតខ្លាំងមែនទែនមានភ្លើងទៀតណាបងចាហើយកន្លែងចដើនេះក៏មានជាមួយនឹងប្អួយគឺធំទូលាយមែនទែនពលឺគឺចូលបានយ៉ាងគ្រប់គ្រាន់តែម្ដងសម្រាប់ប្រភេទវីឡាតូលអ៊ំអនេះសម្រាប់ផ្នែកខាងលើមានការរៀបចំជាមួយនឹងបន្ទប់កេង3ចូលទៅកាន់បន្ទប់កេងទី1ចាសម្រាប់បន្ទប់កេងទី1នេះមើលមកធំទូលាយក៏ដឹងថាជាបន្ទប់មេគ្រួសារដែរនិយាយទៅការរៀបចំដេកូគឺថាប្លែកមែនទែននៅក្នុងក្រុងសៀមរាបនេះគឺមានតែមួយទេហើយដូចខ្ញុំបងឃើញគឺមានជាមួយនឹងលក្ខណៈប្អួចទូដេកូគឺស្រស់ស្អាតខ្លាំងមែនទែនជាពិសេសមានជាមួយនឹងកៅអីនេះអង្គុយលេងចាហើយសម្រាប់ផ្នែកខាងនេះវិញគឺយើងមានជាមួយនឹងទូដាក់ខោអាវឬក៏ដាក់ជាមួយនឹងគ្រឿងaccessory ផ្សេងផងដែរចាមកកាន់វេរ៉ង់ដាបន្ទប់មេគ្រួសារមានការរៀបចំគឺថាទលាយចេញមកគឺ fresh ខ្លាំងមែនទែនមើលជាមួយនឹង view នៅផ្នែកអាងទឹកឯណាបងចាសម្រាប់បន្ទប់មេគ្រួសារនេះក៏យើងមានជាមួយនឹងបន្ទប់ទឹកមួយនៅខាងក្នុងនេះផងដែរទលាយមែនទែនចូលមកកាន់បន្ទប់កេងសមាជិកចាបន្ទប់នេះចូលមកភេញតែម្ដងមើលក៏ដឹងថាបន្ទប់កេងកូនស្រីដែរការរៀបចំដេកូគឺស្រស់ស្អាតបន្ទប់នេះខ្ញុំចូលមកក៏ស្រឡាញ់ដែរចានិយាយទៅដេកូគឺដេកូច្រើនប៉ុន្តែដើរចូលមកអត់មានចង្អៀតទេណាបងចាហើយមានជាមួយនឹងបន្ទប់ទឹកមួយសម្រាប់បន្ទប់កេងទី3បន្ទប់កេងទី3នេះគឺជាបន្ទប់សមាជិកដូចគ្នាចាអាចថាជាបន្ទប់កេងកូនប្រុសក៏បានដែរទូដេកូដាក់កាអាវ
ច្រើនមែនទេនិយាយទៅដាក់បានសម្ភារៈគ្រប់បែបយ៉ាងតែម្ដងចាសម្រាប់បន្ទប់នេះក៏យើងមានជាមួយនឹងបន្ទប់ទឹកមួយផងដែរសរុបជារួមមកសម្រាប់ប្រភេទផ្ទះវិឡាអបអរនេះយើងមានការរៀបចំជាចំណតឡានមួយអាងហែលទឹកមួយការិយាល័យផ្ទាល់ខ្លួនមួយបន្ទប់ទទួលភ្ញៀវមួយផ្ទះបាយមួយបន្ទប់គេង4និងបន្ទប់ទឹក6សម្រាប់ទីតាំងការិយាល័យបើសិនជាអតិថិជនចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងមកកាន់ទីតាំងការិយាល័យដែលមានទីតាំងចុះពីរង្វង់ការរំដួលចម្ងាយត្រឹមតែ800ម៉ែត្រតែប៉ុណ្ណោះសូមអរគុណសូមជម្រាបលា